ប្រាសាទបុរាណទាំង5អ្នកទេសចរមិនដែលរំលងពេលទៅលេងសៀមរាបខេត្តសៀមរាបគឺជាខេត្តមួយដែលមានសក្តានុពលទេសចរដ៏សម្បូរបែបដែលក្នុងនោះរួមមានតំបន់ទេសចរបែបប្រវត្តិសាស្ត្រតំបន់ទេសចរបែបធម្មជាតិនិងតំបន់ទេសចរបែបកែច្នៃជារៀងរាល់ថ្ងៃសម្រាប់ឬថ្ងៃបុណ្យទានផ្សេងៗអ្នកទេសចរជាតិនិងអន្តរជាតិមួយចំនួនបានចាត់ទុកសៀមរាបជាជម្រើសទី1នៅក្នុងការធ្វើដំណើរកម្សាន្តដោយឡែកក្នុងចំណោមតំបន់ទេសចរជាច្រើនមានប្រាសាទបុរាណ5កន្លែងនេះដែលអ្នកទេសចរមិនគួរភ្លេចឡើយនៅពេលទៅលេងសៀមរាបម្ដង1. ប្រាសាទអង្គរវត្តប្រាសាទអង្គរវត្តត្រូវបានគេចាត់ទុកជានិមិត្តរូបដ៏រុងរឿងនៃព្រលឹងជាតិរបស់ប្រទេសកម្ពុជាក្រៅពីនោះប្រាសាទអង្គរវត្តគឺជារមណីយដ្ឋានទេសចរបែបវប្បធម៌ប្រវត្តិសាស្ត្រមួយមានទីតាំងស្ថិតនៅបរិវេណឧទ្យានអង្គរនិងមានចម្ងាយប្រមាណ7គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបអ្វីត្បិតតែភ្ញៀវទេសចរជាច្រើនធ្លាប់បានទៅទស្សនាទីនេះជាច្រើនសារក្តីប្រាសាទដ៏ចំណាស់មួយនេះនៅតែទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យចូលទៅទស្សនាមិនងាយនឹងអាក់ខានបានឡើយទាំងនេះក៏ព្រោះតែប្រាសាទអង្គរវត្តគឺជាប្រាសាទព្រហ្មញ្ញសាសនាដ៏ធំបំផុតមួយត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្រោមស្នាព្រះហស្ថព្រះបាទសូរ្យវរ្ម័នទី2នៅដើមសតវត្សទី12មួយវិញទៀតប្រាសាទនេះមានកេរ្តិ៍ឈ្មោះល្បីរន្ទឺទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសដោយសារតែរចនាបថដ៏ស្រស់ស្អាតនិងមានទំហំមហិមាព័ទ្ធជុំវិញទៅដោយគូទឹកនិងព្រៃឈើជាច្រើននៅក្នុងប្រាសាទមានចម្លាក់នៅលើជញ្ជាំងដែលសុទ្ធតែឆ្លុះបញ្ចាំងពីជីវភាពរស់នៅកាលពីសម័យមុនប្រវត្តិនៃការធ្វើចម្បាំងចម្លាក់អាទិទេពចម្លាក់រឿងព្រេងនិងចម្លាក់ផ្សេងទៀតដែលមានអត្ថន័យគួរឲ្យចាប់អារម្មណ៍ទី2ប្រាសាទបាយ័នបន្ទាប់ពីប្រាសាទអង្គរវត្តភ្ញៀវទេសចរជាច្រើនតែងតែចំណាយពេលវេលាទៅទស្សនាប្រាសាទដ៏ចំណាស់មួយនេះពីព្រោះថាក្រពេលធ្វើដំណើរទៅកាន់ទីនេះអ្នកទេសចរនឹងបានទស្សនាទេសភាពដងផ្លូវអមទៅដោយព្រៃឈើនិងដើមឈើធំនៅតាមដងផ្លូវជាហេតុធ្វើឲ្យអ្នកទេសចរគយគន់មិនចេះនឿយណាយប្រាសាទបាយ័នមានទីតាំងស្ថិតនៅចំកណ្ដាលនៃរាជធានីអង្គរធំប្រាសាទនេះកសាងនៅចុងសតវត្សទី12និងដើមសតវត្សទី13ដោយព្រះបាទជ័យវរ្ម័នទី7ប្រាសាទនេះមានតួប៉មនីមួយមានមុខ4ដែលមានកំពូល49និងកំពូលខ្លោងទ្វារចូល5ទៀតសរុបទាំងអស់54កំពូលដែលតំណាងឲ្យខេត្តក្រុងខ្មែរទាំង54នៅសម័យកាលនោះមានអ្នកប្រាជ្ញមួយចំនួនបានគិតថាមុខទាំង4នោះគឺតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយានអ្នកខ្លះទៀតគិតថាជារូបតំណាងព្រះបាទជ័យវរ្ម័នទី7ប្រាសាទបាយ័នមានប្លង់3ជាន់ជាន់ទី1និងជាន់ទី2មានថែវនិងមានចម្លាក់ដ៏ល្អវិចិត្រប្រាង្គនៅកណ្ដាល16និងស្ថិតនៅជាន់ទី3មានរាងចតុបាតសំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញទាំងថែវផ្លូវដើរនិងជណ្ដើរក្រៅពីទឹកមុខញញឹមនៃរូបបាយ័នប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណិតដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុងនិងខាងក្រៅរៀបរាប់អំពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរមានទាំងផ្សារការនេសាទពិធីបុណ្យល្បែងប្រដាល់ជល់មាន់និងថែមទាំងមានការរៀបរាប់អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចម្បាំងនិងព្យុះយាត្រាជាដើមចម្លាក់នោះបានឆ្លាក់ជ្រៅជាងនៅប្រាសាទអង្គរវត្តតែមានលក្ខណៈសាមញ្ញទិដ្ឋភាពនៃចម្លាក់បង្ហាញដោយផ្ទាំងតាមជួរ2ឬ3ជួរ3ប្រាសាទព្រះខ័ន
ព្រះខ័នត្រូវបានសាងសង់ឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7តែពុំបានសាងសង់រួចរាល់នៅសម័យព្រះអង្គទេគឺសម័យក្រោយបានសង់បន្ថែមជាបន្តបន្ទាប់នៅសតវត្សទី12ដល់ទី13ប្រាសាទព្រះខ័នត្រូវបានកសាងឡើងនៅសតវត្សទី12នៅក្នុងឆ្នាំ1191ដោយព្រះបាទជ័យវរ្ម័នទី7ដើម្បីឧទ្ទិសចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយានព្រះអង្គបានកសាងព្រះបរមរូបព្រះបាទធរណេន្ទ្រវរ្ម័នទី2ជាព្រះវរបិតាជាទេវរាជតំណាងព្រះពោធិសត្វលោកេស្វរៈដូចគ្នាទៅនឹងប្រាសាទតាព្រហ្មដែលព្រះអង្គបានកសាងនៅបរមរូបព្រះវរបិតាជ័យរាជជោឌាមនីដែលជាទេវរាជតំណាងព្រះនាងប្រាជ្ញាបារមីតាយោងតាមសិលាចារឹកបានចាស់ថាប្រាសាទនេះសាងសង់នៅសមរភូមិចុងក្រោយដែលព្រះបាទជ័យវរ្ម័នទី7បានផ្ដួលរលំពួកចាមលើសពីនេះទៅទៀតនៅអំឡុងពេលនៃការចុះចូលរាជធានីយសោធបុរៈឬហៅថាក្រុងអង្គរធំដែលធ្លាប់ត្រូវបានគេដុតបំផ្លាញដោយកងទ័ពចាមប្រាសាទព្រះខ័នមានតួនាទីជាកន្លែងសម្រាប់ព្រះមហាក្សត្រធ្វើការផងជាសាកលវិទ្យាល័យផងនិងសម្រាប់គោរពប្រតិបត្តិសាសនាចម្រុះទាំងព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាផងប្រាសាទព្រះខ័នក៏ធ្លាប់ជាសមរភូមិប្រយុទ្ធប្រឡាក់ទៅដោយថ្លុកឈាមនៅពេលកងទ័ពចាមវាយលុកនិងគ្រប់គ្រងក្រុងអង្គរនៅឆ្នាំ1177ប៉ុន្តែត្រូវបានព្រះបាទជ័យវរ្ម័នទី7ធ្វើសង្គ្រាមដណ្ដើមយកជ័យបានមកវិញនៅឆ្នាំ1181ទី4ប្រាសាទបន្ទាយស្រីប្រាសាទបន្ទាយស្រីបើតាមសិលាចារឹកហៅថាអសូបរៈចំណែកឯឈ្មោះស្រីភូវៈតមហេស្វរៈប្រែថាស្ថាននៃព្រះឥសូរជាធំត្រៃភពឬប្រែថាបុរីព្រះឥសូរមិនមែនឈ្មោះបន្ទាយស្រីដូចសប្តាហ៍នេះទេតាមឯកសារប្រវត្តិសាស្ត្រអាណាចក្រខ្មែរបានកត់ត្រាថាប្រាសាទបន្ទាយស្រីបានកសាងឡើងនៅក្នុងគ្រិស្តសករាជ967នៅក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី2គឺមុនការកសាងប្រាសាទអង្គរវត្តនិងអង្គរធំដោយព្រាហ្មណ៍ម្នាក់ឈ្មោះយាយជញ្ញវរិហៈដែលជាព្រះគ្រូរបស់ព្រះបាទជ័យវរ្ម័នទី5សម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនាបើតាមមគ្គុទ្ទេសក៍ទេសចរវិញបញ្ជាក់ថាព្រះបាទជ័យវរ្ម័នទី5ទ្រង់ជាអ្នកកសាងប្រាសាទនេះប្រាសាទបន្ទាយស្រីត្រូវបានសាងសង់ឡើងអំពីថ្មពណ៌ផ្កាឈូកជាមួយនឹងក្បាច់ចម្លាក់យ៉ាងល្អិតឆ្មារស់រវើកជាងគេដោយមានតួប្រាង្គ3ដែលមានសភាពល្អឆាត់ឆាយដោយស្ត្រីគ្រប់លក្ខប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ពណ៌ផ្កាឈូកនិងឥដ្ឋរាង4ជ្រុងទ្រវែងហើយមានគូទឹកព័ទ្ធជុំវិញប្រាង្គទាំង3នៃប្រាសាទសង់បែរមុខទៅទិសខាងកើតហើយប្រាង្គកណ្ដាលមានដំកល់លឹងព្រះឥសូរខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនានិងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ5ប្រាសាទបេងមាលាប្រាសាទបេងមាលាគឺជារមណីយដ្ឋានទេសចរបែបប្រវត្តិសាស្ត្រនិងជាប្រាសាទមួយដែលមានសំណង់ថ្មបែកបាក់ធ្លាក់គោលើគ្នាជាច្រើនអមជាមួយនឹងព្រៃព្រឹក្សាបង្កើតបានទេសភាពមួយគួរជាទីគយគន់ផងដែរប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិបេងមាលាឃុំបេងមាលាស្រុកស្វាយលើខេត្តសៀមរាបនាទិសអាគ្នេយ៍នៃភ្នំគូលែនមានចម្ងាយប្រមាណ77គីឡូម៉ែត្រពីក្រុងសៀមរាបប្រាសាទបេងមាលាបានកសាងឡើងនៅសតវត្សទី12តាមរចនាបថអង្គរវត្តសង់លើផ្ទៃដីរាបស្មើទំហំ14ហិកតា181ម៉ែត្រគុណនឹង152ម៉ែត្រមានកំពែង3ជាន់ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពនៅក្នុងព្រហ្មញ្ញសាសនា
និកាយវិស្ណុនិយម